អូខេអ្នកគ្នាបើជួបគ្នាស្អាតថ្មីនេះដែរគឺជាមេរៀនទី3ខ្ញុំនឹងមកបង្ហាញអំពីការបង្កើត form នេះឧទាហរណ៍យើងបង្កើត form សម្រាប់ login ចូលទៅកាន់ page អញ្ចឹងយើងធ្វើដូចតទៅឥឡូវមកខាង page ចូលដល់អស់នេះកាន់ file HTML មកតោះនេះខ្ញុំដាក់ថា lesson 3 ក្នុងការបង្កើតនៅប្រភេទជា form ហ្នឹងគឺយើងតាំងទៅបោកកាត់ទេយើងទៅ form អញ្ចឹងមកបន្តមកទៀតគឺយើងតាំងទៅដោយក្នុងការ login គឺយើងមានអាច login ជា email អាច login ជាឈ្មោះក៏បានដែរឡើងធ្វើការ login ទៅដោយ nickname ចុះចំពោះការដាក់ nickname នៅក្នុង form យើងប្រើដោយ label បន្តមកទៀតក្នុង label នេះយើងដាក់ថា username តមកទៀតដាក់ BR មួយហើយទៅដាក់ input យើងដាក់ថា ID របស់វាគឺ username ហើយយើងដាក់នៅអានេះមួយហើយយើងមើលប៉ុណ្ណឹងសិនខ្ញុំទៅបើកឲ្យមើលនៅក្នុងការ run server របស់យើងនេះគ្នាវាមាន username ហើយនៅកន្លែងទៅបញ្ចូល file យើងអាចទៅនឹងបានហ្នឹងនេះហើយខ្ញុំមកប្រាប់អំពីមូលហេតុអីខ្ញុំប្រើ for នេះតមកខ្ញុំប្រើ ID មួយនេះខ្ញុំដាក់ username នេះគឺមានត្រាប់ឲ្យថានៅពេលដែលយើងចុចលើ label មួយនេះវានឹងរត់ចូលមកយើងសរសេរនៅ input យកតែម្ដងឧទាហរណ៍ថាយើងបែបនេះយើងចុចលើឈ្មោះមួយហ្នឹងចុចឈ្មោះបែបហ្នឹងពេលហ្នឹងឃើញវា load text មួយហើយយើងសរសេរនឹងយ៉ាងមួយនេះសរសេរយកតែម្ដងទីរួមទៅអា input មួយហ្នឹងគឺ input នេះគឺយើងក្រាបបញ្ចូល field ក្រៅ label គឺយើងក្រាបតាំងនៅឈ្មោះណាមួយសម្រាប់សម្គាល់នៅ field មួយហ្នឹងបន្តមកទៀតខ្ញុំដាក់ថែមខ្ញុំដាក់ថា label មួយទៀតហ្នឹងដាក់ថានេះដាក់ថា email ខ្ញុំតាំងវាដោយអត់ទេច្រឡំដាក់ថា password វាយើងមានឈ្មោះយើងដាក់ email ទៅទេមានដាក់ថា password អានេះ input យក ID ដាក់ថា password ដូចគ្នាយើងចូលមកវាមាន password ហ្នឹងតែមើលដល់សារទេយើងត្រូវការចាចុចបន្តអញ្ចឹងយើងដាក់ BR នៅខាងមុខមកយើងមកចាំតអង្សារដែរនោះហើយបន្តមកទៀតចំពោះកន្លែង password ហ្នឹងយើងសរសេរធម្មតាយើងឃើញវានេះណាតែបើយើងចង់ឲ្យវាឃើញលក្ខណៈចុចដូចក្នុង security របស់គេឆ្នាំតែគេឃើញក្នុងពេល login ហ្នឹងកន្លែង text នេះគឺយើងបដូរជាថា password ពេលហ្នឹងយើងវាយតចូលទៅវាចឹងនេះវិញគ្រប់ទៅកន្លែង input កន្លែង text input element input ហ្នឹងអ្នកអាចទៅ research បន្ថែមបានក៏វាមានច្រើនមែនតែនៅក្នុងការប្រើវាអាចមានដូចជាប្រភេទជាបតុងជួនកាលគេបតុងគេសរសេរជាបែប input ទៅហ្នឹងហើយហ្នឹងខ្ញុំអាចប្រាប់អស់បានទេនៅនេះអាចទៅ research បន្ថែមបាននៅក្នុងមួយហ្នឹងចំពោះ form នេះក៏វាសំខាន់មែនតើនៅពេលយើងយកទៅធ្វើ server side គឺវាត្រូវការព្រោះជួនទៅប្រភេទ web development ហ្នឹងគឺយើងត្រូវការចាំបាច់ក្នុងការធ្វើ system យើងត្រូវការ submit data submit អីយើងត្រូវការ form ហ្នឹងអីគឺវាសំខាន់ចំពោះ video ទៅ form គឺមានតែប៉ុណ្ណឹងទេបើពេញចិត្តនៅ video មួយហ្នឹងអាចធ្វើការ subscribe និង like ឬបណ្ដឹងដើម្បីទទួលវីដេអូថ្មីៗបន្តទៀត